តម្លៃមាសបានធ្លាក់ចុះកាលពីយប់មិញនេះកាលពីយប់ឈានចូលថ្ងៃទី9ខែមេសានេះតម្លៃមាសអន្តរជាតិបានធ្លាក់ចុះមកដល់តម្លៃ$5,666ក្នុងមួយរំលឹងឬស្មើនឹង$4,599ក្នុងមួយអោនចំពេលដែលវិនិយោគិនបានវិតម្លៃថាបទឈប់បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់មានភាពផុយស្រួយនិងភាពមិនប្រកបប្រជាដែលអូបន្លាយលើការបើកច្រកសមុទ្រហូមូសឡើងវិញបានរុញច្រានឲ្យតម្លៃប្រេងឡើងថ្លៃនិងបន្ទាបតម្លៃមាសឲ្យធ្លាក់ចុះនៅក្នុងភូមិសាស្ត្រនយោបាយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថាការដឹកជញ្ជូនរបស់នាវាដឹកប្រេងឆ្លងកាត់តាមច្រកសមុទ្រហូមូសត្រូវបានផ្អាកបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់គណៈដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថាបទបញ្ញត្តិចំនួន3នៃសម្រាប់បទឈប់បាញ់ត្រូវបានរំលោភបំពានទន្ទឹមនឹងនោះអនុប្រធានាធិបតីអាមេរិកលោក J.V. Vance បាននិយាយថាច្រកសមុទ្រនេះអាចនឹងចាប់ផ្ដើមបើកឡើងវិញខណៈដែលលោកបានដឹកនាំគណៈប្រតិភូអាមេរិកទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីពិភាក្សាដោយផ្ទាល់ជាមួយអ៊ីរ៉ង់ដោយឡែកនៅក្នុងទីផ្សារសកលតម្លៃប្រេងបានងើបឡើងវិញបន្តិចមកដល់$97ក្នុង1បារ៉ែលហើយប្រាក់ដុល្លារអាមេរិកនិងទិន្នផលមូលបត្របានកើនឡើងខ្ពស់បន្តការដាក់សម្ពាធដល់តម្លៃមាសឥឡូវនេះអ្នកវិនិយោគកំពុងរងចាំមើលរបាយការណ៍សេដ្ឋកិច្ចអាមេរិកសំខាន់ៗដែលនឹងចេញផ្សាយនៅសប្តាហ៍នេះដើម្បីដឹងពីសុខភាពសេដ្ឋកិច្ចអាមេរិកនិងគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិកបន្ថែមទៀតគិតត្រឹមម៉ោង10ព្រឹកនេះមីមានតម្លៃ$5,707ក្នុងមួយរំលឹងឬស្មើនឹង$4,733ក្នុងមួយអោនចុកឈ្មោះបើកគណនីទិញលក់ហាងឆេងមាសឥឡូវនេះដើម្បីចូលរួមក្នុងក្រុម VIP Signal ក្នុងការទទួលបានតម្លៃទិញលក់ហាងឆេងមាសប្រចាំថ្ងៃនិងការប្រឹក្សាផ្ទាល់ពីហាងឆេងមាសជាមួយគ្រូជំនាញដែលមានបទពិសោធន៍15ឆ្នាំតាមរយៈ Telegram ឬលេខទូរស័ព្ទ070 80 5លោកអ្នកក៏អាចតាមដានតម្លៃហាងឆេងមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Master Ken Academy សូមអរគុណ